ខ្ញុំប្រកាសណាសូមប្រាប់ថ្វាយបង្គំចំពោះព្រះធេរានុធេរៈគ្រប់ព្រះអង្គសូមចម្រើនពរចំពោះញាតិធម៌នៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីគ្រប់សក្ការៈនិងជាទីរាប់អានដោយដែលបានពិតប្រកេតនឹងជម្រាបចែកជូននៅក្នុងបណ្ដាញសង្គមកាលពីម្សិលមិញអញ្ចឹងដែរថាចង់ប្រស្រ័យតាក់ទងនឹងពុទ្ធបរិស័ទតាមរយៈការសួរការឆ្លើយគ្នាទៅវិញទៅមកដើម្បីបានយល់ដឹងពីបញ្ហាធម៌បញ្ហាវប្បធម៌សាសនាអីខ្លះដូច្នេះហើយម្សិលមិញក៏បានទទួលសំណួរប្រមាណជា4-5សំណួរដែរប៉ុន្តែសំណួរខ្លះហ្នឹងក៏ពិបាកក្នុងការឆ្លើយជាពិសេសគឺសំណួរដែលទាក់ទងនឹងបញ្ហាសង្គមបើបញ្ហាធម៌ទៅយើងចេះតែស្រាវជ្រាវទៅក្នុងក្បួនក្នុងខ្នាតក្នុងគម្ពីរដីកាទៅចេញលទ្ធផលមកអាចត្រូវច្រើនប៉ុន្តែទាក់ទងមួយបញ្ហាសង្គមហ្នឹងក៏មានការលំបាកដែរប៉ុន្តែទោះយ៉ាងណាបានសន្យាថានឹងប្រាប់ឆ្លើយទៅហើយគឺព្រមឆ្លើយទៅតាមសមត្ថភាពដែលមានតិចតួចហើយសង្ឃឹមទៅលើបកណាពធិរានុធិរៈសង្ឃឹមទៅលើសាធុសប្បុរសលោកអ្នកមានបញ្ញាបាទីវៃឆ្លាតនឹងជួយបំពេញបន្ថែមទៅតាមការគួរហើយសំណួរដែលបានទទួលកាលពីម្សិលមិញហ្នឹងដូចអ្វីដែលបានគិតទុកមកគឺបញ្ហាធរហ្នឹងដូចជាតិចដែរដូច្នេះអាត្មាមិននិយាយអ្វីវែងឆ្ងាយទេប៉ុន្តែគ្រាន់តែលើកយកនៅសំណួររបស់អឺប្រិមិត្តយើងនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺដែលមានឈ្មោះថាបេះដូងខ្មែរដែលផ្ញើមកកាលពីថ្ងៃអាទិត្យទី22ខែវិច្ឆិកាឆ្នាំ2015សំណួររបស់គាត់នឹងដូចជាលំបាកដែរបើសិនតែអ្នកដែលមានបទពិសោធន៍ក្នុងការដឹកនាំជាប្រមុខហើយនឹងអាចងាយស្រួលក្នុងការឆ្លើយតបប៉ុន្តែសម្រាប់ខ្ញុំកណ្ណាអាត្មានឹងមិនដែលមានបទពិសោធន៍ក្នុងការដឹកនាំសង្គមដឹកនាំស្ថាប័នសង្ឃឬស្អីទេអត់ដែលមានប្រវត្តិឬក៏មានបទពិសោធន៍ក្នុងការដឹកនាំហ្នឹងគឺមានបញ្ហាពិបាកក្នុងការឆ្លើយប៉ុន្តែក៏សូមព្យាយាមឆ្លើយទៅតាមអ្វីដែលយើងមើលឃើញនិងចេះដឹងតិចតួចដូច្នេះសូមម្ចាស់សំណួរនិងសាធុសប្បុរសបានសម្ដាប់ហើយបានពិចារណាបើខុសឆ្គងយ៉ាងណាក៏សូមបំពេញបន្ថែមសំណួររបស់បេះដូងខ្មែរដែលបានផ្ញើមកគាត់សួរថាតើប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខអាស្រ័យទៅលើពលរដ្ឋឬក៏អាស្រ័យទៅលើអ្នកដឹកនាំសូមប្រគុណម្ចាស់ជួយបកស្រាយផងតាមការគួរសូមអរគុណសំណួរនោះគឺទាក់ទងនឹងពលរដ្ឋមែនបងទាក់ទងនឹងបញ្ហាការដឹកនាំនឹងមែនគឺដូចពិតប្រកេតនឹងជំរាបយ៉ាងឯងវាជាការលំបាកការនិយាយនឹងអាចថាស្រួលប៉ុន្តែដល់ទៅអនុវត្តធ្វើនឹងអាចថាលំបាកប៉ុន្តែដើម្បីឆ្លើយតបនឹងសំណួរនេះអាត្មាចង់ឲ្យម្ចាស់សំណួរលោកព្យាយាមស្ដាប់យល់ពាក្យសិនយល់ពាក្យមួយទៅសូមយើងបញ្យល់សេចក្តីបន្ថែមទៅអាចនឹងងាយស្រួលក្នុងការស្ដាប់យើងដឹងហើយថាប្រទេសមួយរដ្ឋមួយអាណាចក្រមួយវាត្រូវការមានពលរដ្ឋឬក៏ហៅថាប្រជារាស្ត្រឬក៏ហៅថាប្រជាជនហ្នឹងហើយនឹងក្នុងចំណោមនោះក៏មានអ្នកដឹកនាំនឹងដែរអ្នកដឹកនាំនោះច្រើនសន្តានច្រើនប្រភពអ្នកដឹកនាំមានច្រើនណាស់អ្នកដឹកនាំប្រទេសក៏មានហើយអ្នកដឹកនាំប្រទេសហ្នឹងក៏ច្រើនប្រភេទច្រើនសន្តានទៀតជាព្រះមហាក្សត្ររាជាធិបតេយ្យជាប្រធានាធិបតីសាធារណរដ្ឋឬក៏ជាប្រទេសដែលកាន់របបតឹងតែងជារបបយោធាឬក៏ជារបបកុម្មុយនីសឬក៏ដឹកនាំតាមប្រពៃណីកុលសម្ព័ន្ធឬក៏ដឹកនាំនៅក្នុងស្ថាប័នតូចក៏ចាត់ទុកថាជាអ្នកដឹកនាំដែរសូម្បីតែស្ថាប័នសាសនាមានពុទ្ធសាសនាគ្រិស្តសាសនាឬក៏អ៊ីស្លាមសាសនាជាដើមឡាក៏មានមេដឹកនាំនឹងដែរហើយក្នុងពីក្រោមមេដឹកនាំហ្នឹងក៏មានបរិស័ទឬក៏មានពលរដ្ឋឬក៏មានប្រជារាស្ត្រដូចបានបញ្ជាក់ពីខាងដើមអញ្ចឹងអស់លោកត្រូវជ្រាបថាមិនអាចចោលមួយណាបានទេទាំងពីរហ្នឹងណាទាំងពលរដ្ឋ
ទាំងអ្នកដឹកនាំបើយើងរាប់តែពលរដ្ឋដោយគ្មានអ្នកដឹកនាំក៏ពិបាកដែរព្រោះគ្មានអ្នកសម្រេចកិច្ចការធំអឺកាត់សេចក្តីឲ្យបានត្រឹមត្រូវនឹងទេការសម្រេចកិច្ចការណាមួយហ្នឹងវាត្រូវទៅទាំងពីរត្រូវមានពលរដ្ឋនិងមានអ្នកដឹកនាំហ្នឹងអស់លោកអ្នកត្រូវយល់ថាពលរដ្ឋជាភាសាបាលីអាចលាយជាមួយសំស្ក្រឹតលោកថាពលហ្នឹងគឺជាកម្លាំងរដ្ឋហ្នឹងគឺយើងសម្ដៅដល់ប្រទេសដល់រាជាធិបតេយ្យឬក៏ដល់អាណាចក្រណាមួយឬក៏ស្ថាប័នណាមួយក៏បានដែរនឹងជារដ្ឋណាស្ថាប័នដែលធំហ្នឹងទៅយើងរាប់បញ្ចូលទៅជារដ្ឋជាប្រទេសដែលមានអធិបតេយ្យដែលមានប្រជាជនដែលមានច្បាប់ទម្លាប់ដែលមានការទទួលស្គាល់ពីស្ថាប័នធំហ្នឹងយើងចង់សម្ដៅរដ្ឋដែលគេឲ្យន័យនៅក្នុងពេលបច្ចុប្បន្នហ្នឹងពលហ្នឹងគឺជាកម្លាំងរួមផ្ដុំមួយនៅក្នុងប្រទេសក្នុងរដ្ឋហ្នឹងហើយពលរដ្ឋនឹងទៀតសោតគឺត្រូវមានតួនាទីរបស់ខ្លួនអ្នកដឹកនាំនឹងសោតក៏មានតួនាទីរបស់ខ្លួនផងដែរត្រូវគោរពតួនាទីគ្នាទៅវិញទៅមកត្រូវប្រកាន់នៅតួនាទីរៀងខ្លួនទៅដំណើរការនៃរដ្ឋហ្នឹងវាអត់មានបញ្ហាពេលណាដែលរដ្ឋមួយមិនមានការគោរពតួនាទីរៀងខ្លួនទេរដ្ឋនឹងមានបញ្ហារហូតដល់ពេលខ្លះកើតជាសង្គ្រាមកើតជាវិវាទទាស់ទែងគ្នាកើតជាសង្គ្រាមវឹកវរក្នុងប្រទេសហ្នឹងដោយសារអីដោយសារពលរដ្ឋហ្នឹងមិនគោរពតួនាទីរបស់ខ្លួនហើយអ្នកដឹកនាំហ្នឹងក៏មិនគោរពតួនាទីរបស់ខ្លួនទើបធ្វើឲ្យរដ្ឋហ្នឹងអសន្តិសុខគ្មានសុវត្ថិភាពកើតជាសង្គ្រាមកាប់សម្លាប់គ្នាមិនឈប់ឈរដោយយើងបានឃើញទាំងអស់គ្នានៅក្នុងពេលបច្ចុប្បន្នហ្នឹងចុះពលរដ្ឋតួនាទីរបស់ពលរដ្ឋនឹងមានស្អីខ្លះតួនាទីរបស់ពលរដ្ឋនឹងមានច្រើនអស់លោកអ្នកសាធុសប្បុរសសិទ្ធិពលរដ្ឋក៏ប្រហែលជាដឹងថាតួនាទីរបស់ខ្លួនធ្វើអីខ្លះតួនាទីរបស់ពលរដ្ឋហ្នឹងគឺទី1ជួយការពារជាតិពេលជាតិមានបញ្ហាហ្នឹងកម្លាំងរបស់រដ្ឋនឹងឯងត្រូវចេញដើម្បីជួយការពារអាចទៅធ្វើជាទាហានទៅធ្វើជាកងទ័ពឬក៏ទៅធ្វើជាអ្វីមួយដើម្បីជួយជាកម្លាំងដើម្បីការពារជាតិនឹងឲ្យបានគង់វង្សបើពលរដ្ឋនឹងមិនជួយការពារជាតិនឹងឲ្យបានគង់វង្សទៅមិនអាចទេរដ្ឋនឹងបាត់បង់ឬក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋផ្សេងដូចជាសម័យដើមខ្មែរយើងស្ថិតក្រោមអាណានិគមរបស់យួនរបស់ស៊ីមរបស់បារាំងរហូតមកស្ទើរតែមិនឈប់ដោយសារពលរដ្ឋយើងខ្វះលទ្ធភាពក្នុងការការពារជាតិរបស់ខ្លួនទើបទៅពឹងគេឲ្យគេមកជួយនឹងជាបញ្ហាមួយបញ្ហាទី2គឺពលរដ្ឋនឹងជួយខាងសេដ្ឋកិច្ចមានតួនាទីជួយខាងសេដ្ឋកិច្ចរបស់ជាតិហ្នឹងដូចជាការបង់ពន្ធឬក៏បម្រើកិច្ចការអ្វីមួយដើម្បីឲ្យសេដ្ឋកិច្ចនឹងមានដំណើរការលក់ដូរជួញប្រែធ្វើជំនួញធ្វើពាណិជ្ជកម្មអ្វីៗហ្នឹងគឺបង់ពន្ធទៅជូនរដ្ឋឬក៏បង់ថ្លៃទៅអ្វីមួយដើម្បីឲ្យរដ្ឋនោះមានដំណើរការហ្នឹងជាទូនាទីរបស់ពលរដ្ឋម្នាក់ហ្នឹងឯងធ្វើកិច្ចការទៅតាមទូនាទីរបស់ខ្លួនដែលរដ្ឋតម្រូវឲ្យធ្វើហើយមួយទៀតនឹងការពារវប្បធម៌របស់ខ្លួនពលរដ្ឋនឹងមានភារកិច្ចក្នុងការជួយថែរក្សាវប្បធម៌សាសនារបស់ខ្លួនឲ្យបានថិតថេរឲ្យបានគង់វង្សបើពលរដ្ឋមិនគិតគូរវប្បធម៌សាសនាទំនៀមទម្លាប់របស់រដ្ឋនឹងបាត់បង់ហើយត្រូវទៅទទួលយកវប្បធម៌បរទេសមកដូចយើងបានឃើញបានជ្រាបទាំងអស់គ្នាហើយថាពលរដ្ឋនៅប្រទេសខ្លះដែលគ្មានការទទួលខុសត្រូវគ្មានបានលើកតម្លៃអំពីអក្សរសាស្ត្រអំពីវប្បធម៌អំពីសាសនារបស់ខ្លួនជាតិដទៃវប្បធម៌នៃជាតិដទៃគេហូរចូលមករហូតដល់បាត់បង់វប្បធម៌របស់ខ្លួនទៅដោយប្រទេសខ្លះដែលទទួលអាណានិគមបរទេសពីខាងអឺរ៉ុបមកវប្បធម៌របស់ខ្លួនឯងក៏បាត់ភាសារបស់ខ្លួនឯងក៏បាត់ហេតុអីបានជាបាត់ថាពលរដ្ឋនឹងមិនបានបំពេញតួនាទីម្នាក់ដើម្បីការពារវប្បធម៌នៅបានគង់វង្សទើបវប្បធម៌នោះវាបាត់ទៅវិញហើយទទួលយកវប្បធម៌នៃជាតិសាសន៍ដទៃមកប្រើប្រាស់ទៅប៉ុន្តែប្រើប្រាស់នឹងឯងប៉ុន្តែថាយ៉ាងម៉េចថាវប្បធម៌ជាតិផ្ទាល់ខ្លួននោះក៏វាបាត់បង់ទៅហើយមួយទៀតគឺពលរដ្ឋនឹងជួយបម្រើសង្គមមានតួនាទីក្នុងការបម្រើសង្គមទៅតាមអ្វីដែលអាចធ្វើទៅបានព្រោះយើងរស់នៅក្នុងសង្គមពលរដ្ឋនឹងមិនមែនរស់នៅម្នាក់ឯងទេគឺរស់នៅក្នុងសង្គមបានសេចក្តីថារស់នៅជុំគ្នា
ជាសង្គមគ្រួសារជាសង្គមជាតិឬក៏ជាសង្គមបរទេសនឹងយើងជាបំណែកមួយរបស់សង្គមដូច្នេះពលរដ្ឋត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យសង្គមនៃការរស់នៅរបស់ខ្លួននឹងមានរបៀបមានការប្រព្រឹត្តទៅនឹងយ៉ាងម៉េចគឺប្រព្រឹត្តទៅតាមដែនកំណត់របស់រដ្ឋសង្គមគឺកំណត់យ៉ាងម៉េចយើងក៏រស់នៅតាមហ្នឹងបើយើងទៅញញ៉ាយតែឯងហ្នឹងក៏វាធ្វើឲ្យសង្គមនឹងខូចសណ្ដាប់ធ្នាប់បាត់ស្ថិរភាពអឺដូច្នេះហើយវាជាទួលនីតិមួយដែលពលរដ្ឋម្នាក់ត្រូវធ្វើហ្នឹងជាទួលនីតិរបស់យើងជាពលរដ្ឋហើយមួយទៀតទួលនីតិរបស់ពលរដ្ឋមានភារកិច្ចក្នុងការលើកមុខលើកមាត់របស់ជាតិរបស់រដ្ឋរបស់ខ្លួនហ្នឹងទៅដល់ជាតិសាសន៍ដទៃឲ្យបានដឹងទៅទីណាក៏យើងពន្យល់យើងប្រាប់ថាយើងមកពីស្រុកនេះមកពីនគរនេះមកពីដែននេះមកពីអាណាចក្រនេះមានវប្បធម៌អញ្ចឹងមានសាសនាអញ្ចឹងមានប្រពៃណីអញ្ចឹងគេរស់នៅអញ្ចឹងមានភាសាអញ្ចេះអានេះយើងមានទូនាទីដើម្បីពន្យល់ប្រាប់ទៅរដ្ឋដទៃបានសេចក្តីថាយើងមានទូនាទីលើកមុខលើកមាត់ប្រទេសជាតិយើងនឹងឲ្យអ្នកដទៃគេបានដឹងបានឮផងកុំឲ្យបាត់ស្ងាត់សូន្យអញ្ចឹងបើពលរដ្ឋមិននាំគ្នាលើកទេគេអត់ស្គាល់ទេទៅកន្លែងខ្លះហ្នឹងរហូតដល់មិនហ៊ានបង្ហាញអត្តសញ្ញាណថាខ្លួនឯងនឹងមកពីស្រុកណាអាត្មាធ្លាប់ដឹងធ្លាប់ឃើញធ្លាប់ឮថាពលរដ្ឋខ្មែរយើងត្រូវគេសួរថាចេញមកពីស្រុកណាអត់ហ៊ានឆ្លើយថាមកពីស្រុកខ្មែរឬក៏មកពីកម្ពុជាទេពំវែងទៅឆ្លើយមកពីខាងនេះខាងហ្នឹងបានសេចក្តីថាពលរដ្ឋយើងអត់បានបំពេញតួនាទីក្នុងការបង្ហាញអំពីអត្តសញ្ញាណរបស់ខ្លួនឲ្យទៅជាតិសាសន៍ដទៃបានដឹងនាំគ្នាលាក់ហេតុអីបានជាលាក់ហ្នឹងគឺអាត្មាមិនហ៊ានបញ្ចេញនៅក្នុងទីនេះទេគឺការខ្មាស់គេដោយសារស្រុកឯងវាមិនសម្បូរមិនសบายទាំងក្រអីផងក៏គាត់ថាបានដែរនឹងបន្តទៅទៀតគឺពលរដ្ឋនឹងត្រូវគ្រប់ច្បាប់របស់សង្គមដែលសង្គមគឺបានតែងមកជាច្បាប់រដ្ឋប្រវេណីជាច្បាប់ព្រហ្មទណ្ឌជាច្បាប់អីផ្សេងដូចច្បាប់ចរាចរណ៍ច្បាប់សង្គមច្បាប់បោះឆ្នោតអីពលរដ្ឋម្នាក់គឺត្រូវមានទូនាទីគោរពមិនអាចមិនគោរពបានទេព្រោះយើងនៅក្នុងរដ្ឋយើងជាកម្លាំងរបស់រដ្ឋបានកំណត់ថាឲ្យយើងមានគោលការណ៍ចេះសន្យាគ្នាថាយើងមិនធ្វើអញ្ចឹងអាហ្នឹងហើយពលរដ្ឋម្នាក់ត្រូវប្រកាន់យកនៅគោលការណ៍ដែលរដ្ឋកំណត់ហ្នឹងហើយដើម្បីយកមកប្រតិបត្តិទៅបានរស់នៅជាមួយគ្នាទៅវាអត់បញ្ហាហ្នឹងជារឿងច្បាប់នេះសំខាន់ណាពលរដ្ឋយើងបើមិនតែមិនគោរពទេញញ៉ាយពេញតែហ្នឹងមានប្រទេសខ្លះគេគោរពបានល្អគេយល់ដឹងពីច្បាប់ពីទម្លាប់នឹងពីបានល្អពលរដ្ឋគេបំពេញតួនាទីជាពលរដ្ឋគួយនឹងបានត្រឹមត្រូវបានល្អស្រុកគេប្រទេសគេហ្នឹងក៏បានសុខសប្បាយមិនមានបញ្ហាច្រើនទេកន្លែងខ្លះហ្នឹងពលរដ្ឋមិនបានគោរពតួនាទីមិនបានគោរពច្បាប់មិនបានបំពេញកាតព្វកិច្ចរបស់ពលរដ្ឋឲ្យបានល្អទេមើលទៅយើងមើលឃើញថាវាញញ៉ាយអញ្ចឹងមែនណាមានបញ្ហាច្រើនដោយសារពលរដ្ឋហ្នឹងមិនបានយល់ដឹងពីច្បាប់មិនបានបំពេញតួនាទីក្នុងការគោរពច្បាប់ហ្នឹងហើយបន្តទៀតគឺពលរដ្ឋហ្នឹងគឺមិនអាចត្រូវតាមដានមើលសភាពមើលរបស់អ្នកដឹកនាំយើងមិនអាចដែតដោយឲ្យអ្នកដឹកនាំរបស់រដ្ឋនឹងធ្វើអ្វីតាមតែចិត្តទេយើងមើលគ្រប់សកម្មភាពយើងមានទូនាទីមើលម្នាក់ពលរដ្ឋម្នាក់ដែលជាកម្លាំងរបស់សង្គមនឹងត្រូវមើលថាតើអ្នកដឹកនាំរបស់យើងគេនាំទៅណាគេនាំទៅណានាំទៅរកសន្តិភាពរំទៅរកសង្គ្រាមនាំទៅរកការបែកបាក់រំទៅរកការក្រោកខ្សត់ឬក៏នាំទៅធ្វើអ្វីយើងម្នាក់ហ្នឹងណាពលរដ្ឋហ្នឹងត្រូវមានទូនាទីសម្លឹងមើលអង្កេតមើលមិនមែនតែបោះឆ្នោតឲ្យធ្វើអីក៏ធ្វើទៅតាមតាគេទៅយើងនឹងគ្រាន់ថាអ្នកស្រែធ្វើស្រែទៅអ្នកចម្ការធ្វើចម្ការទៅអ្នកបង្រៀនគិតតែបង្រៀនទៅអ្នកលោកសង្ឃគិតតែពិសូដ្ឋធម៌ទៅអ្នកបួសគិតតែពីចម្រើនភាវនាគុំទៅខ្វល់ខ្វែកអីរឿងនយោបាយរឿងសង្គមរឿងអ្នកដឹកនាំអីនេះទៅឲ្យគេធ្វើអីគេធ្វើទៅនឹងក៏ជាបញ្ហាមួយដែរដោយសារយើងបណ្ដែតបណ្ដោយអ្នកដឹកនាំកន្លែងខ្លះហ្នឹងប្រព្រឹត្តតាមតែចិត្តហ្នឹងតាមតែគ្នាឯងប្រមាណអ្នកហ្នឹងធ្វើអ្វីមួយដែលខុសឆ្គងដែលនាំឲ្យវិនាសយើងស្លាប់ដឹងហើយថាយើងមិនបានតាមដានមើលសកម្មភាពរបស់អ្នកនយោបាយរហូតដល់នយោបាយមេដឹកនាំហ្នឹងប្រមូលយើងទៅវាយចោលដូចសម័យអាពោតអញ្ចឹងពី3លានអ្នកហ្នឹងចង់មកអស់ពូជខ្មែរហ្នឹងដូច្នេះមកពីហេតុអីថាមកពីពលរដ្ឋហ្នឹងបណ្ដោយឲ្យអ្នកដឹកនាំធ្វើអ្វីតាមចិត្តយើងជាកម្លាំងរបស់រដ្ឋប៉ុន្តែបណ្ដោយឲ្យគេម្នាក់ពីរនាក់នឹងគេធ្វើអីតាមចិត្ត
vì nít là na cái vì nít cầm lăng là bỏ rót cứ dương chỉ bỏ rót là nàyដូច្នេះហើយនឹងជាទូនាទីសង្ខេបរបស់ពលរដ្ឋយើងទាំងអស់គ្នាដែលរស់នៅក្នុងរដ្ឋមួយដែលជាកម្លាំងរបស់រដ្ឋនោះត្រូវបំពេញតាំងពីខាងដើមការពារជាតិចូលរួមចំណែកក្នុងការលើកតម្កើងសេដ្ឋកិច្ចលើកតម្កើងវប្បធម៌ជួយកិច្ចការបម្រើសង្គមលើកមុខប្រទេសជាតិមិនមែនរស់នៅម្នាក់ឯងទេយើងត្រូវមើលគេមើលឯងក្នុងសង្គមនោះគេរស់ទៅយ៉ាងម៉េចគោរពច្បាប់ទម្លាប់របស់ជាតិតាមដានមើលការប្រព្រឹត្តទៅរបស់មេដឹកនាំនឹងគឺជាទូនាទីរបស់ពលរដ្ឋជាទូនាទីរបស់ពលរដ្ឋម្នាក់ដែលត្រូវធ្វើដូច្នេះហើយនឹងនិយាយពីទូនាទីរបស់ពលរដ្ឋប៉ុន្តែក្នុងប្រទេសមួយនឹងវាមានពលរដ្ឋវាមានអ្នកដឹកនាំនឹងពាក្យខ្មែរយើងជាពាក្យខ្មែរអាចពាក្យខ្មែរក៏ប៉ុន្តែកន្លែងខ្លះដាក់មេដឹកនាំយើងដឹងថាមេនឹងជាស្អីទេមេជាប្រធានប្រធមមានការចេះដឹងមានកម្លាំងមានប្រាជ្ញាមានសុជីវធម៌ជាងពលរដ្ឋដទៃទៅគេរើសឲ្យធ្វើជាអ្នកដឹកនាំព្រោះអ្នកមេដឹកនាំមិនមែនអ្នកដទៃផ្សេងទេគឺពលរដ្ឋហ្នឹងឯងប៉ុន្តែក្នុងចំណោមពលរដ្ឋហ្នឹងវាមានលក្ខណៈពិសេសដែលអាចធ្វើជាប្រមុខធ្វើជាមេគេបានហ្នឹងគេហៅមេដឹកនាំហើយពាក្យខ្មែរទៀតថាដឹកនាំជាពាក្យខ្មែរតាមមើលដឹកនឹងបានស្ដីដើរមុខគេចេញមុខគេចេញមុនគេក្បាលវងគេនឹងគេហៅមេដឹកនាំបើសិនតែដើរក្រោយបញ្ជាគេមិនធ្វើខ្លួនឯងអាហ្នឹងមិនហៅថាដឹកនាំតែគេហៅថាបញ្ជាពាក្យខ្មែរអ្នកស្រុកស្រែឲ្យតែឮថាទៅដឹកគោគឺបានស្ដីថាដើរមុនគោអូគោដាក់ខ្សែអូសមកក៏ដោយទាញហ្នឹងគេហៅដឹកហើយមានពាក្យមួយទៀតគេហៅបញ្ជេហ្នឹងបានស្ដីថាដើរពីក្រោយឲ្យគោដើរមុខទៅដើរពីក្រោយទៅគ្រាន់ញាក់ខ្សែតាមហ្នឹងវាទៅនេះយើងញាក់ទាញមកបើមិនទៅវាយផឹងមួយទៅវាទៅណាអ្នកដឹកគោដូច្នេះមេដឹកនាំហ្នឹងគឺជាមេដែលដើរមុខមេដែលចេញមុខមេដែលជាក្បាលវងក្បាលម៉ាស៊ីនធ្វើអ្វីមុនគេទាំងចំណេះដឹងក៏ប្រសើរជាងគេទាំងកម្លាំងក៏អាចមាំទាំជាងគេមិនអាចយកទៅមនុស្សត្រុតត្រោមក្រមគ្រាមធ្វើជាអ្នកដឹកនាំបានទេហើយមានប្រាជ្ញាត្រេះរិះពិចារណាអំពីហេតុចម្រើនហេតុវិនិច្ឆ័យដល់ពលរដ្ឋដទៃហ្នឹងគឺគេហៅថាជាមេដឹកនាំនឹងជាអត្ថន័យរបស់មេដឹកនាំក្នុងរដ្ឋមួយអាចអត់មេដឹកនាំបានទេជារាជាធិបតេយ្យមានស្ដេចជាអ្នកដឹកនាំជាប្រជាធិបតេយ្យមានប្រធានាធិបតីឬនាយករដ្ឋមន្ត្រីជាអ្នកដឹកនាំទោះបីតែប្រទេសកុម្មុយនីសក៏មានអ្នកដឹកនាំនឹងដែរប៉ុន្តែដឹកនាំនោះវាផ្សេងទៅតាមការកំណត់របស់រដ្ឋហ្នឹងគឺចង់បញ្ជាក់អញ្ចឹងហើយមេដឹកនាំនឹងពលរដ្ឋហ្នឹងអាចចោលគ្នាបានទេកម្លាំងរបស់រដ្ឋហើយនឹងអ្នកដឹកនាំមានតែអ្នកដឹកនាំអត់ពលរដ្ឋក៏អត់បានដែរមានតែពលរដ្ឋអត់មានអ្នកនាំក៏បញ្ហាដែរព្រោះពលរដ្ឋនឹងអត់មានកម្លាំងអ្វីដើម្បីការពាររដ្ឋនៅបានគង់វង្សបានទេវាអាចទៅជាបញ្ហាកើតសង្គ្រាមផ្សេងគ្នាដោយសារអត់មានអ្នកនាំយើងសង្កេតមើលកន្លែងខ្លះដែលគ្រាន់តែខ្វះមេដឹកនាំតែមួយផ្លេតហ្នឹងរដ្ឋមួយហ្នឹងទៅញ៉ៃលែងមានច្បាប់មានទម្លាប់លែងមានការគោរពអ្នកណាមិនដឹងណាមេណាក្រោយហ្នឹងកើតជាកលយុគវឹកវរហ្នឹងកើតសង្គ្រាមផ្ទាស់គ្នាយើងមើលឃើញទាំងអស់គ្នាតាមានប្រទេសខ្លះដែលជាអន្តរកាលអត់មេដឹកនាំហ្នឹងកើតជាបញ្ហាកាប់សម្លាប់គ្នាហ្នឹងហើយអ្នកដឹកនាំនឹងសោតទៀតក៏អញ្ចឹងដែរបើថារើសខុសហ្នឹងហើយកើតជាបញ្ហាព្រោះបញ្ហាភាគច្រើនមិនមែនកើតឡើងពីប្រជាពលរដ្ឋណាសង្គ្រាមអសន្តិសុខកើតឡើងពីអ្នកដឹកនាំហ្នឹងជាការឆ្លោះគ្នាដើម្បីដឹកនាំដណ្ដើមគ្នាមួយក៏ខ្លាំងពីរក៏ខ្លាំងចង់ដឹកនាំទាំងអស់គ្នាកើតជាវិវាទកើតជាទោះតែងគ្នាហ្នឹងកាប់សម្លាប់គ្នាកើតសង្គ្រាមទៅបាក់ពូទៅអ្នកខាងនេះប្រមូលបានពលរដ្ឋកម្លាំងរបស់ប្រទេសមកចង្ហៀងទៅអ្នកខាងនោះប្រមូលបានកម្លាំងរបស់ប្រទេសមកចង្ហៀងទៅកើតជាបញ្ហាហ្នឹងឆ្លោះគ្នាបែកអូហូស្ទឹងហ្នឹងកាប់សម្លាប់បើកម្លាំងពលរដ្ឋអីទាស់គ្នាហ្នឹងមកជុំទេគឺងុំអ្នកដឹកនាំទាស់គ្នាហ្នឹងដណ្ដើមគ្នាដឹក
បានសេចក្តីថាអ្នកដឹកនាំត្រូវមានតែមួយប៉ុន្តែម្នាក់ក៏ចង់ពីរនាក់ក៏ចង់ទៅកើតជាទោះគ្នាបញ្ហាដល់ពលរដ្ឋនឹងជាបញ្ហាដែលយើងបានឃើញទាំងអស់គ្នាយើងបានជ្រាបទាំងអស់គ្នាហើយដល់ថ្ងៃនេះនយោបាយគឺអញ្ចឹងដែរបានសេចក្តីថាម៉េចបានសេចក្តីថាចង់ដឹកនាំដណ្ដើមគ្នាដឹកនាំនឹងកន្លែងខ្លះគេបញ្ចេញអំពីគោលការណ៍គោលនយោបាយមកត្រឹមត្រូវដើម្បីឲ្យពលរបស់សង្គមកម្លាំងរបស់រដ្ឋនឹងទៅគ្រប់គ្រងកន្លែងខ្លះហ្នឹងទោះគ្នាដើម្បីបានទួលនីតិជាអ្នកដឹកនាំហ្នឹងសប្តាហ៍ថ្ងៃហ្នឹងកន្លែងខ្លះទោះគ្នាអញ្ចឹងប្រជាធិបតេយ្យដើម្បីគេចង់ដឹកនាំគេបង្ហាញអំពីសមត្ថភាពពីកម្លាំងពីប្រាជ្ញារបស់គេពីគោលនយោបាយរបស់គេដើម្បីទាក់ទាញពលរដ្ឋហ្នឹងឲ្យមកគ្រប់គ្រងហើយកន្លែងខ្លះហ្នឹងក៏គេបានការគ្រប់គ្រងច្រើនកម្លាំងរបស់រដ្ឋហ្នឹងគេឲ្យតម្លៃពោះគឺក៏បានខ្លាចជាដឹកនាំទៅកន្លែងខ្លះអត់គេឲ្យតម្លៃហើយមិនសុខចិត្តទេទោះគ្នាបណ្ដោយដណ្ដើមទូនទីជាអ្នកដឹកនាំហ្នឹងក៏ជាការឆ្លោះប្រកែកវិវាទទៅបញ្ហាទាំងអស់គ្នាព្រោះអ្នកដឹកនាំក៏ពលរដ្ឋដែរមិនមែនពេលទោះគ្នាអីស្លាប់ភាគច្រើនមកស្លាប់អ្នកតូចហ្នឹងឯងអ្នកធំគឺមានកន្លែងរត់ក៏ប៉ុន្តែបញ្ហាទាំងអស់គ្នាហ្នឹងគឺជារឿងដែលជិះមិនផុតទៅកន្លែងណាដល់កន្លែងណាហើយពលអ្នកដឹកនាំហ្នឹងត្រូវជាពលរដ្ឋមួយដែលគេជ្រើសរើសឲ្យដឹកនាំហ្នឹងក៏ត្រូវមានតួនាទីសំខាន់ជាងពលរដ្ឋទូទៅដែរព្រោះយើងជាប្រមុខជាប្រមេគេហ្នឹងត្រូវគោរពការពារជាតិហ្នឹងមានតួនាទីនាំមុខគេនាំពលរបស់រដ្ឋហ្នឹងទៅការពារជាតិហ្នឹងឲ្យបានគង់វង្សដាក់គោលនយោបាយក្រិតក្រមយ៉ាងម៉េចដើម្បីកុំឲ្យជាតិនៅវាបាត់បង់ហ្នឹងក្នុងនាមជាអ្នកដឹកនាំទី2ហ្នឹងគឺជាប្រមុខជាមេនាំពលរដ្ឋហ្នឹងដើម្បីធ្វើម៉េចឲ្យសេដ្ឋកិច្ចរបស់រដ្ឋមួយហ្នឹងវាបានរីកចម្រើនបានជឿនលឿនទៅមុខដោយដាក់គោលនយោបាយត្រឹមត្រូវណាមួយក្នុងនាមជាអ្នកដឹកនាំហើយបន្តទៀតគឺអ្នកដឹកនាំហ្នឹងត្រូវបញ្ចេញនៅគោលគំនិតរួមគ្នាដើម្បីបង្កើតច្បាប់មិនមែនបង្កើតច្បាប់សម្រាប់តែអ្នកដឹកនាំទេបង្កើតច្បាប់សម្រាប់គោរពទាំងអស់គ្នាទៅហើយអ្នកដឹកនាំនោះឯងត្រូវគោរពមុនគេព្រោះយើងជាអ្នកបង្កើតពលរដ្ឋនឹងជួនកាលគ្នាមិនដឹងថាជាស្អីផងច្បាប់ហ្នឹង4 10 20 30មាត្រាហ្នឹងមិនដឹងនិយាយពីស្អីទេមិនបានទាំងមើលផងហើយខ្លួនយើងជាអ្នកបង្កើតខ្លួនយើងទៅសេផ្ទាល់ដៃខ្លួនយើងហ្នឹងអត់ធ្វើបានផងធ្វើឲ្យតែគេគោរពហ្នឹងគឺជាបញ្ហាមួយដែលត្រូវតែពិចារណាដែរអ្នកដឹកនាំនោះឯងត្រូវគោរពមុនគេតាមពិតទៅណាត្រូវគោរពមុនគេព្រោះយើងជាអ្នកធ្វើអ្នកដឹងជាងអ្នកដែលអត់បានគោរពហ្នឹងហើយពលរដ្ឋហ្នឹងអ្នកដឹកនាំក៏ត្រូវលើកតម្កើងជាតិឲ្យបានខ្លាំងជាងគេដែរមិនត្រូវលក់ប្រទេសលក់មុខលក់មាត់ប្រទេសខ្លួនឯងដោយសារអំពើអាក្រក់របស់ខ្លួនទៅអ្នកបរទេសគេរិះគន់គេជេរទៅទិសផ្ដាសាគេមើលងាយមើលថោកមកគេមើលងាយមកចំមកប្រទេសហ្នឹងឯងព្រោះយើងក្នុងនាមជាអ្នកតំណាងឲ្យពលរបស់ប្រទេសពលរបស់រដ្ឋហ្នឹងគឺថាម្នាក់មកចំទាំងអស់ហ្នឹងឯងដូច្នេះហើយគួរតែធ្វើយ៉ាងមួយដើម្បីឲ្យទទួលការកោតសរសើរពីរដ្ឋដទៃពីប្រទេសដទៃពីស្ថាប័នកម្ពុជាដទៃយើងត្រូវធ្វើអីឲ្យថោកដោយគេមើលងាយមើលថោកអីដោយទាំងប្រទេសដោយទាំងរដ្ឋដោយទាំងអ្នកដែលនៅគ្រប់គ្រងនោះត្រូវរងការអាម៉ាស់ព្រោះទង្វើដែលមិនល្អរបស់អ្នកដឹកនាំម្នាក់ហ្នឹងគ្រប់តែប្រទេសអញ្ចឹងឯងតែគេរិះគន់មួយហ្នឹងដោយមកទាំងអស់គ្នាហ្នឹងគឺជារឿងមួយដែលយើងត្រូវពិចារណាអំពីបញ្ហារឿងអ្នកដឹកនាំមកហើយអ្នកដឹកនាំនោះគឺតាមដានមើលដែរពីបញ្ហារបស់ពលរដ្ឋមិនអង្គុយតែលើអត់មើលសភាពរស់នៅរបស់ពលរដ្ឋអីសោះហ្នឹងពលរដ្ឋក៏ត្រូវតាមដានមើលអ្នកដឹកនាំក៏តាមដានមើលពលរដ្ឋរបស់ខ្លួនរស់នៅយ៉ាងម៉េចមានស៊ីមានចុកគ្រប់គ្រាន់ហើយឬនៅខ្វះអីត្រូវការអីហ្នឹងគឺជាតួនាទីរបស់អ្នកដឹកនាំត្រូវការអីត្រូវខ្វះអីបំពេញអីបង្កើតច្បាប់នឹងដើម្បីធ្វើអីដើម្បីឲ្យសេដ្ឋកិច្ចជឿនលឿនឬក៏ដើម្បីសង្គមមកមានស្ថិរភាពអត់មានបញ្ហាមិនមែនបង្កើតច្បាប់បង្កើតទម្លាប់ទៅដាក់ឲ្យតែពលរដ្ឋគោរពខ្លួនយើងអត់គោរពខ្លួនឯងអត់គោរពហ្នឹងក៏វាជាបញ្ហាដែរហ្នឹងតាមការអង្កេតពិចារណាទេណាហ្នឹងដូច្នេះបងប្អូនត្រូវជ្រាបថាហ្នឹងជាទូនាទី
ជាទូនាទីទាំងពីរមិនអាចចោលមួយណាបានទេទាំងពលរដ្ឋទាំងអ្នកដឹកនាំក៏ត្រូវមានទូនាទីរៀងៗខ្លួនទើបធ្វើឲ្យសង្គមធ្វើឲ្យរដ្ឋនឹងវាមានសន្តិភាពអាចអត់មួយណាបានហើយមិនអាចបន្ទោសមួយណាបានទេថាប្រទេសក្រមកពីពលរដ្ឋឡើងខ្លះទេមកប្រទេសក្រមកពីអ្នកដឹកនាំវាត្រូវទទួលយកបន្តិចម្នាក់អាចមកពីអ្នកដឹកនាំឬក៏អាចមកពីពលរដ្ឋបណ្ដោយឲ្យអ្នកដឹកនាំធ្វើតាមអំពើចិត្តឬក៏អាចមកពីអ្នកដឹកនាំគ្មានសមត្ថភាពដើម្បីបង្កើតច្បាប់បង្កើតទម្លាប់ដើម្បីឲ្យពលរបស់រដ្ឋនឹងគោរពតាមគ្មានសមត្ថភាពដើម្បីបង្កើតគោលនយោបាយត្រឹមត្រូវដើម្បីឲ្យរដ្ឋនឹងធ្វើបានវាអាចមកពីខេត្តទាំងពីរនឹងឯងអាចមកពីពលរដ្ឋអាចមកពីអ្នកដឹកនាំនឹងមិនអាចបន្ទោសមួយណាបានទេដូចម្ចាស់សំណួរសួរថាតើសេចក្តីរបស់ពលរដ្ឋនឹងអាស្រ័យទៅលើពលរដ្ឋឬសេចក្តីអាស្រ័យទៅលើអ្នកដឹកនាំអាស្រ័យទាំងពីរនឹងជាចម្លើយអាត្មាថាអាស្រ័យទាំងពីរហើយបន្ថែមមួយទៀតថាចុះសេចក្តីសុខនឹងរបស់ពលរដ្ឋដែលយើងតែនិយាយថាសេចក្តីសុខរបស់ពលរដ្ឋនឹងស្អីសេចក្តីសុខនឹងពលរដ្ឋនឹងត្រូវការអីដើម្បីបានសេចក្តីសុខតាមពុទ្ធសាសនាហ្នឹងគឺសេចក្តីសុខហ្នឹងលោកបែងចែកជាពីរដើម្បីឲ្យគិតថារដ្ឋណាមួយមានសេចក្តីសុខត្រូវមានអីខ្លះត្រូវមានអីខ្លះដើម្បីឲ្យរដ្ឋនឹងមានសេចក្តីសុខយើងតែងថាចង់បានសេចក្តីសុខយើងចង់បានស្អីម្ចាស់សំណួរចង់បានអីសុខដែលពិតប្រាកដនឹងសំដៅលើអ្វីយើងត្រូវដឹងថារដ្ឋមួយដើម្បីបានសេចក្តីសុខហ្នឹងគឺពលរដ្ឋហ្នឹងត្រូវមានគ្រឿងស្លៀកពាក់នឹងត្រឹមត្រូវគេហៅបច្ច័យ4តាមភាសាសាសនាគឺមានការស្លៀកពាក់សមរម្យមានគ្រឿងបិទបាំងរាងកាយល្អសមរម្យល្មមអាចរស់នៅបានទី2គឺមានអាហារភោជនហូបចុកគ្រប់គ្រាន់មានវីតាមីនមានបន្លែបកាមានសាច់មានត្រីមានអាហារនឹងបរិបូរណ៍បំពេញទៅតាមអ្វីដែលសរីរាង្គកាយនឹងត្រូវការប្រទេសជឿនលឿនគឺសម្បូរបរិបូរណ៍ដោយអាហារភោជនមានត្រូវមានកមានបាយមានទឹកមាននំមានចំណីគ្រប់បែបយ៉ាងគ្រប់គ្រាន់ត្រូវការអីគេហូបនឹងគេមានឱកាសហូបទទួលទានបានបបោប្រទេសខ្លះដែលគ្នាស្រុតខ្សោយដែលជីវភាពសេដ្ឋកិច្ចគ្នាអន់ថយគ្នារកថាអ្វីហូបបានកន្លែងខ្លះហ្នឹងរកតែបបរហូបបានដែលយើងធ្លាប់ដឹងចាស់និយាយហើយស្មែពោតហូបតែដើមចេកដើមហេតុអីបានអញ្ចឹងថារដ្ឋនឹងអត់មានលទ្ធភាពចិញ្ចឹមពលរដ្ឋនឹងធ្វើឲ្យពលរដ្ឋទៅស៊ីដើមចេកទៅស៊ីកង្កែបស៊ីកូនក្អាត់ឬក៏ទៅស៊ីដំឡូងទៅស៊ីទៅហូបទទួលទានរបស់ណាដែលមនុស្សគេអត់ស៊ីពីសម័យមុនឬហូបច្រាច់ហូបអមមួយហ្នឹងគឺជាបញ្ហាដែលថាអត់មានសេចក្តីសុខឯងរដ្ឋនឹងអត់មានសេចក្តីសុខបានសេចក្តីថាអត់គ្រឿងបិទបាំងរាងកាយអត់អាហារភោជនហើយអត់មានសេចក្តីសុខហើយកើតបញ្ហាកលយុគក៏មនុស្សរស់ដោយសារស៊ីរស់ដោយសារទីចុបុទីហ្នឹងឯងបើអត់អាហ្នឹងហើយបាញ់និយាយទៅបញ្ហាហើយនឹងទី3គឺមានទីជ្រកទីអាស្រ័យភាសាពុទ្ធសាសនាថាទីសេនាសនៈមានផ្ទះមានសម្បែងអីត្រឹមត្រូវមានកម្មសិទ្ធិច្បាស់លាស់គ្មានណាមកលូបបំពេញយកដីយកឃ្លីផ្ទះសម្បែងរបស់ខ្លួននឹងពលរដ្ឋម្នាក់មានសិទ្ធិក្នុងការរស់នៅដោយមានផ្ទះមានសម្បែងត្រឹមត្រូវតាមសមត្ថភាពតាមលទ្ធភាពដែលខ្លួនអាចធ្វើបានហ្នឹងក៏ជាសេចក្តីសុខរបស់រដ្ឋហើយទី4ហ្នឹងគឺមានទីឈឺពេលជាអីហ្នឹងគឺមានឆ្នាំមានសង្កូវមានពេទ្យតាមភាសាពុទ្ធសាសនាថាគឺគិលានុពេទ្យបច្ច័យបានសេចក្តីថាមានឆ្នាំមានសង្កូវអីជាបាលរោគពេលឈឺពេលជាហ្នឹងគឺជាបច្ច័យ4ទី1មានការរបស់ស្លៀកពាក់បបោនឹងប្រទេសដែលជឿនលឿនគឺសម្បូរបច្ច័យ4ហ្នឹងគឺបច្ច័យ4នេះជាសេដ្ឋកិច្ចសម្បូរអាហារភោជនគ្រប់គ្រាន់ហូបបបោមានផ្ទះមានសម្បែងស្នាក់នៅសមរម្យមិនមែននៅក្រៅយកមេឃធ្វើដំបូលណាហ្នឹងមានផ្ទះបាំងមេឃណាហើយយើងមើលប្រទេសខ្លះដែលក្រីក្រអត់មានផ្ទះអីនៅតាមដើមឈើធ្វើតូបធ្វើអីនៅគឺមានការលំបាកហើយយើងមើលប្រទេសដែលគេជឿនលឿនគឺសម្បូរធ្វើរហូតដល់គេរៀបចំឲ្យទៅជាអាផាតមិនអាគារខ្ពស់ដើម្បីផ្ដល់ឲ្យពលរដ្ឋគេរស់នៅបានសមរម្យហ្នឹងគឺអញ្ចឹងហើយទីគឺគេមានពេទ្យមានថ្នាំមានសង្កូវព្យាបាលគ្រប់គ្រាន់អាហ្នឹងប្រទេសជឿនលឿនណាប្រទេសដែលគេបរិបូរដោយសេដ្ឋកិច្ចទាំង4ហ្នឹងគឺជឿនលឿនហើយ
ហើយរដ្ឋដែលមានសេចក្តីសុខគឺមានបរិស្ថានសមរម្យបានសេចក្តីថាមិនកក្រែកមិនកខ្វក់មិនសម្រាមប្រព្រឹត្តដូចជាប្រទេសខ្លះដែលនឹងគឺទៅកន្លែងកំសាន្តតាណាគឺកន្លែងចោលសម្រាមតែហ្នឹងកាប់ដើមឈើដើមព្រៃអស់ទៅក៏ដៅលហេវលហកយើងមើលអាហ្វ្រិកយើងមើលតំបន់ខ្លះហ្នឹងគឺរស់នៅយ៉ាងលំបាកដោយសារអីដោយសារបរិស្ថាននៅត្រូវបានបំផ្លាញអស់ដូច្នេះប្រទេសនេះគ្មានសេចក្តីសុខអត់មានសេចក្តីសុខអត់មានសេចក្តីចម្រើនទេព្រោះបរិស្ថានទៅវិនាសសាបសូន្យអស់ទៅហើយដៅហែងនៅពេលភ្លៀងជួនមុនលិចគ្មានសល់អីក៏មានដែរហ្នឹងគឺជាបញ្ហាកន្លែងណាដែលនឹងចោលសម្រាមពេញតែផ្លូវនឹងអុយក៏មានណាហ្នឹងគឺអត់មានសេចក្តីសុខទៅប្រទេសហ្នឹងគឺមិនចាត់ទុកថាជាប្រទេសដែលមានអរិយធម៌មានការរីកចម្រើនទេហ្នឹងគឺអញ្ចឹងហើយបន្តទៀតគឺប្រទេសដែលមានផាសុកភាពទាំងម្ហូបអាហារដែលយើងបានរៀបរាប់ពីខាងដើមមិញគឺជាម្ហូបអាហារដែលគឺផ្គត់ផ្គង់ដោយមានការត្រួតពិនិត្យត្រឹមត្រូវដើម្បីកុំឲ្យវាប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋហ្នឹងមិនមែនថាឲ្យតែសម្បូររបស់ហូបជាហូបទេគឺជាម្ហូបដែលវាមានគុណភាពវាមានផាសុកភាពដល់ការរស់នៅរបស់ពលរដ្ឋហើយបន្តទៀតគឺប្រទេសហ្នឹងវាមានសន្តិសុខរដ្ឋនឹងមានសន្តិសុខមានសណ្ដាប់ធ្នាប់មិនសម្បូរដោយចោរមិនសម្បូរដោយការកាប់សម្លាប់មិនសម្បូរដោយការលួចប្លន់មិនសម្បូរដោយការរំលោភបំពានសម្បូរដោយការញុះញង់ចោទប្រកាន់សម្បូរដោយគ្រឿងញៀនជក់ស្រាជក់បរិយពេញវាលពេញកាលហ្នឹងគ្មានសន្តិសុខទេរដ្ឋហ្នឹងបានសេចក្តីថារដ្ឋហ្នឹងខ្វះសន្តិសុខមិនមែនជាប្រទេសជឿនលឿនទេយើងមើលប្រទេសគឺជឿនលឿនវាមានបរិបូរណ៍មិនការកាប់សម្លាប់ក៏មានដែរបើតិចតួចការលួចប្លន់វាមានដែរតិចតួចការរំលោភបំពានក៏មានដែរតិចតួចការនិយាយកុហកភូតហូបបោកប្រាស់នឹងមានដែរតិចតួចការជក់អពាហ៍មានវិញ្ញាណជក់បរិយជក់អីនឹងប្រងព្រាតផឹកស្រាអីនឹងមានដែរមានតិចតួចប៉ុន្តែប្រទេសខ្លះហ្នឹងគឺផឹកតាមថ្នល់តែហ្មងផឹកតាមថ្នល់ជួបគ្នាតាណាផឹកប៉ុណ្ណឹងក្រោមដើមឈើដើមព្រៃហ្នឹងទៅជួលកែវជួលឡាំងគោះឡើងគក់អីជ្រៀងញែកញាក់ពេញទឹកពេញដីដោយអត់មានសន្តិសុខទេបន្ទាប់ពីស្បឹងហើយនិយាយកុហកទៅបន្ទាប់ពីកុហកទៅលោភបំពានទៅលួចទៅប្លន់ទៅសម្លាប់គ្នាទោះតែមកពីអីថារដ្ឋនឹងអត់មានសេចក្តីសុខអត់មានសន្តិសុខទេគឺសម្បូរទៅដោយការប្រព្រឹត្តនៅបញ្ចវិរិយការកាប់សម្លាប់ការលួចប្លន់នឹងសម្បើមហ្នឹងគឺជាបញ្ហាហើយរដ្ឋដែលគឺមានទៅអនាម័យពលរដ្ឋម្នាក់គឺមានអនាម័យមានទូនាទីការពារម្នាក់ទាំងអនាម័យខ្លួនប្រាណទាំងអនាម័យចិត្តគំនិតរបស់ខ្លួនកុំឲ្យវាសៅមងខ្លាំងពេកឲ្យវាបានស្អាតទាំងកាយទាំងវិចារទាំងចិត្តនឹងផងនឹងអនាម័យយើងមិនមែនតាក់តែងតែខ្លួនទេប៉ុន្តែមាត់នោះអាក្រក់ជាងស្អីនឹងទេចិត្តនោះអាក្រក់ជាងស្អីនឹងទេអាហ្នឹងបញ្ហាដែលយើងគិតពិចារណាហើយរដ្ឋដែលមានសន្តិភាពគឺពលរដ្ឋម្នាក់ហ្នឹងមានឱកាសស្មើគ្នាទាំងកូនអ្នកក្រុងទាំងកូនអ្នកស្រែត្រូវមានឱកាសស្មើគ្នាក្នុងការរស់នៅមិនមែនថាអ្នកស្រែគឺធ្វើតែស្រែទៅស្លាប់នៅតាមស្រែទៅគ្មានឱកាសដើម្បីធ្វើអីផ្សេងក្រៅពីនឹងទេពលរដ្ឋដែលស្រុកដែលជាជឿនលឿនស្រុកដែលជាសម្បូរសប្បាយគឺពលរដ្ឋគឺមានឱកាសចង់រៀនគេបានរៀនចង់ធ្វើការតាមអ្វីដែលគេចង់គឺខំប្រឹងរៀនមុខជំនាញហ្នឹងទៅធ្វើការអ្វីដែលគេចង់ដាំដំណាំគឺមានបច្ចេកទេសក្នុងការដាំចង់ធ្វើជាអ្នកនយោបាយគឺមានឱកាសដើម្បីធ្វើនយោបាយមិនឱកាសនយោបាយនេះបានតែកូនចៅអ្នកធំបានតែកូនចៅអ្នកមានបានតែកូនចៅអ្នកមានអំណាចអីនេះអាចធ្វើបានទេនឹងសម្រាប់តែប្រទេសស្ទាន់ក្រោយក្រីក្រទេនឹងសម្រាប់ប្រទេសដែលគេជឿនលឿនប្រទេសដែលគេមានសេចក្តីសុខមានសន្តិភាពតាមធម៌តាមការគឺផ្ដល់ឱកាសគឺជូនឱកាសដល់នឹងហើយទៅវាមានសេចក្តីសុខវាស្មើគ្នាទៅមិនឆ្លោះគ្នាទេដោយសារខ្វះសេចក្តីសុខនឹងឯងបានកើតសង្គ្រាមកាប់សម្លាប់គ្នាហ្នឹងអ្នកស្រុកហ្នឹងខឹងអ្នកក្រុងថាអ្នកក្រុងនឹងស្រួលរស់នៅស្រួលណាវាមិនធ្វើអីក៏រស់នៅបានដែរឯងខំចង់បកែកចង់ស្លាប់ហ្នឹងរស់នៅទាំងវេទនាបានឱកាសដឹកនាំម្ដងសម្រាប់អ្នកក្រុងចោលអស់យើងមើលសមាពោតដឹងហើយគឺដោយសារអីដោយសារតែឱកាសមិនស្មើគ្នាភាពអយុត្តិធម៌នឹងឯងទើបធ្វើឲ្យពួកអ្នកដែលចូលបដិវត្តន៍នៅខឹងហ្នឹងបានឱកាសឡើងសម្រាប់ពួកអ្នកដែលចេះដឹងពួកអ្នករៀនសូត្រអីស្អប់ពួកអ្នកចេះដឹងនឹងត្មងដោយសារពួកអ្នកចេះដឹងនឹងចង់រស់នៅស្រួលទៅឯងមិនផ្ដល់ឱកាសឲ្យគេហ្នឹងរៀនសូត្របានផងហ្នឹងស្លាប់អស់ចង់ពាក់កណ្ដាលប្រជាជនក្នុងប្រទេសហ្នឹងជាបញ្ហា
ហើយបញ្ហាមួយទៀតក្នុងរដ្ឋដែលជឿនលឿនដែលថាមានសេចក្តីសុខនឹងមានយុត្តិធម៌នឹងសំខាន់ណាស់សម្រាប់មនុស្សហ្នឹងយុត្តិធម៌បានវាទៅតែមានច្បាប់មានតុលាការដែលប្រកាន់នៅគោលអព្យាក្រឹតមិនលំអៀងប្រទេសដែលជឿនលឿនគេមានការយុត្តិធម៌ផ្ដល់ភាពស្មើគ្នាចំពោះមុខច្បាប់ដល់ប្រជាជនគេប្រទេសដែលអត់ជឿនលឿននឹងអត់ទេអ្នកធំឈ្នះរហូតអ្នកចាញ់រហូតអ្នកក្រចាញ់រហូតហ្នឹងឯងនឹងឯងគឺបញ្ហាមនុស្សម្នាក់កាលណាអត់មាននៅយុត្តិធម៌ហើយមិនសុខចិត្តទេថាគេថាឯងទេរងការយុត្តិធម៌នោះសុខចិត្តស្លាប់ក៏មានដែរមានអ្នកស្លាប់ព្រោះរងការយុត្តិធម៌ព្រោះមានកម្ដៅខ្លាំងព្រោះអយុត្តិធម៌នោះវាចេញពីចិត្តគិតថាគេមិនផ្ដល់នៅភាពត្រឹមត្រូវឲ្យខ្លួននឹងគឺម្នាក់ច្បាស់ជាមិនអស់ចិត្តទេច្បាស់ជាមិនអស់ចិត្តទេមិនអស់ចិត្តទេដូច្នេះហើយជាបញ្ហាដែលកើតឡើងដោយសារប្រទេសដែលអត់អយុត្តិធម៌ហើយប្រទេសដែលមានសន្តិភាពសេចក្តីសុខពិតប្រាកដគឺមានឱកាសធ្វើសេចក្តីល្អប្រជាជនម្នាក់មានឱកាសធ្វើបុណ្យបំពេញកុសលធ្វើកម្មវិធីលេងសើចទៅតាមប្រពៃណីដោយមិនមានការព្រួយបារម្ភភ័យខ្លាចពីអសន្តិសុខមានសន្តិភាពខាងផ្លូវចិត្តមិនខ្លាចគេលួចមិនខ្លាចគេប្លន់មិនខ្លាចគេសម្លាប់មិនខ្លាចគេបៀតបៀននឹងហើយគឺប្រទេសដែលមានសេចក្តីសុខនឹងតាមដែលការគិតរបស់អ្នកជំនួដូច្នេះអាត្មាសរុបសេចក្តីមកវិញគឺថាទាំងពលរដ្ឋក៏មានតួនាទីទាំងអ្នកដឹកនាំក៏មានតួនាទីហើយប្រទេសដែលសេចក្តីសុខដែលយើងគិតថាវាសុខហ្នឹងគឺមានស្អីហ្នឹងគឺបានរៀបរាប់ទោះប៉ុណ្ណឹងហ្នឹងគឺជាការយល់ឃើញរបស់ខ្ញុំកណាហើយពុទ្ធសាសនានឹងបានបង្រៀនយ៉ាងច្បាស់ណាស់បង្រៀនច្បាស់ដើម្បីឲ្យប្រទេសមួយមានសន្តិភាពមានសេចក្តីសុខហ្នឹងគឺត្រូវធ្វើយ៉ាងម៉េចហ្នឹងជាតួនាទីជាការទូន្មានរបស់ព្រះពុទ្ធកាលដែលព្រះអង្គបានត្រាស់ដឹងហ្នឹងគឺអ្នកដឹកនាំត្រូវមានសម្បត្តិ4យ៉ាងដើម្បីទៅសម្បត្តិ4យ៉ាងព្រោះយើងជាប្រមុខអ្នកមានការទទួលខុសត្រូវខ្ពស់ជាងគេពលរដ្ឋម្នាក់គិតហើយថាជាអ្នកមានការទទួលខុសត្រូវម្នាក់ដែរប៉ុន្តែទទួលខុសត្រូវតិចជាងអ្នកដឹកនាំព្រោះអ្នកដឹកនាំទទួលខុសត្រូវរួមឧទាហរណ៍ប្រទេសមានសង្គ្រាមអ្នកដឹកនាំហ្នឹងទទួលខុសត្រូវប្រទេសសេដ្ឋកិច្ចធ្លាក់អ្នកដឹកនាំឯងទទួលខុសត្រូវប្រទេសមានអសន្តិសុខគឺអ្នកដឹកនាំទទួលខុសត្រូវប្រទេសត្រូវគេឃ្លានពានអ្នកដឹកនាំត្រូវទទួលខុសត្រូវប្រទេសដែលមានពលរដ្ឋមិនគោរពច្បាប់ហ្នឹងអ្នកដឹកនាំត្រូវទទួលខុសត្រូវព្រោះយើងនឹងជាប្រមុខយើងចេញមុខទេបើធ្វើជាពលរដ្ឋធម្មតាមានទួនាទីគោរពអ្វីដែលរៀបរាប់មកពីខាងដើមមែនក៏ប៉ុន្តែមិនទួនាទីនឹងធំទេព្រោះគេមិនបានមាននរណាម្នាក់បានជ្រើសតាំងឲ្យយើងជាអ្នកដឹកនាំទេដូច្នេះត្រូវមានគុណសម្បត្តិនៅមានសម្បត្តិដ៏សំខាន់ដែលព្រះពុទ្ធលោកបានទ្រង់ត្រាស់សម្ដែងថាអ្នកដឹកនាំត្រូវមានសម្បត្តិ4យ៉ាងទី1គឺរូបសម្បត្តិកម្លាំងពលំនឹងគ្រប់គ្រាន់មិនមែនជាអ្នកឈឺអ្នកខ្សោយអ្នកខ្វិនអ្នកខ្វងអីទេគឺជាអ្នកដែលមានគ្រប់ប្រដាប់នឹងទី2គឺចរិយាសម្បត្តិមានការនិយាយស្ដីមានការប្រព្រឹត្តនឹងសមរម្យឲ្យលើសពីពលរដ្ឋធម្មតាព្រោះអ្វីដែលគេគិតថាយើងវាប្រសើរវាពងពោះជាងគេហ្នឹងហើយបានគេឲ្យធ្វើជាអ្នកដឹកនាំទៅយើងអត់មានសិលធម៌អីសោះហ្នឹងគេប្រទឹកប្រដាសាគេប្រងព្រាតវាយដំច្រាំធាក់គេគ្មានប្រាប្រណីនិយាយកុហកភូតធោគ្មានទីគ្មានត្រង់ឯហ្នឹងទេនឹងអត់មានសម្បត្តិនឹងទេពុទ្ធលោកថានឹងជាចក្រសម្បត្តិហើយវាជាសម្បត្តិគឺជាសម្បត្តិរបស់អ្នកដឹកនាំមួយដែលចាំបាច់ត្រូវតែមានព្រោះយើងធ្វើជាប្រមុខនោះបើយើងអត់ដឹងអីសោះក៏មិនកើតដែរត្រូវតែមានការយល់ដឹងច្រើនជាងកម្លាំងរបស់រដ្ឋពលរដ្ឋនឹងពុទ្ធសាសនាគុណសម្បត្តិបានសេចក្តីតែធ្វើល្អច្រើនជាងពលរដ្ឋធ្វើមុនគេធ្វើអ្វីដែលជាគំរូសម្រាប់មនុស្សដែលនៅក្រៅបង្គាប់នឹងមុនគេព្រោះយើងជាប្រមុខនឹងពុទ្ធសាសនាជាមួយរូបសម្បត្តិចរិយាសម្បត្តិវិជាសម្បត្តិនិងគុណសម្បត្តិហើយពុទ្ធសាសនានឹងបានបង្រៀនច្រើនដើម្បីឲ្យរដ្ឋឲ្យប្រទេសមានសន្តិភាពនឹងអ្នកដឹកនាំត្រូវមានអីខ្លះយើងទាំងអស់គ្នាពុទ្ធបរិស័ទឬក៏អ្នកមិនពុទ្ធបរិស័ទក៏ធ្លាប់ឮដែរទោះទៅពិតទេជាធម៌បានសេចក្តីជាធម៌សម្រាប់ធ្វើឲ្យពលរដ្ឋធ្វើឲ្យអ្នកដឹកនាំធ្វើឲ្យប្រទេសជាតិនឹងមានសេចក្តីសុខមានសន្តិភាពនឹងពុទ្ធលោកដាក់គោលធម៌ចំនួន10យ៉ាងដើម្បីឲ្យព្រះមហាក្សត្រពីសម័យនោះ
ពីសម័យមុនហ្នឹងគឺការយកមកបដិបត្តិដើម្បីផ្ដល់សេចក្តីសុខឲ្យទៅអ្នកដឹកនាំផ្ដល់សេចក្តីសុខទៅឲ្យពលរដ្ឋផ្ដល់សេចក្តីសុខទៅឲ្យប្រទេសជាតិនឹងបានរីកចម្រើននឹងគូធម៌10យ៉ាងប៉ុន្តែអាត្មាខ្ញុំកណាដោយសារពេលវេលាមិនគ្រប់គ្រាន់មិនបានយកមកបញ្យល់មកបន្ថែមអីនៅក្នុងទីនេះទេអស់លោកអ្នកស្រាវជ្រាវទៅថាទស្សនវិជ្ជារាជធម៌ដែលមានគេនិយាយគ្រប់គ្នានឹងស្អីខ្លះទស្សនវិជ្ជារាជធម៌នឹងឯងដែលធ្វើឲ្យអ្នកដឹកនាំដែលបានទទួលការព្រមព្រៀងឲ្យតម្លៃពីមហាជនទៅដឹកនាំហើយបានទទួលជោគជ័យបានទទួលសេចក្តីសុខផ្ដល់សេចក្តីសុខទៅឲ្យមហាជនហើយយើងជាអ្នកដឹកនាំនឹងបានជ័យឈ្មោះបានជោគជ័យចំពោះភារកិច្ចជាអ្នកដឹកនាំរបស់យើងដោយយកនៅទស្សនវិជ្ជារាជធម៌នឹងទៅបប្រតិបត្តិដូច្នេះសង្ឃឹមថាអស់លោកសាធុសប្បុរសនឹងទៅស្វែងរកទស្សនវិជ្ជារាជធម៌នឹងដើម្បីយកមករៀនសូត្រថាអ្នកដឹកនាំត្រូវមានទស្សនវិជ្ជារាជធម៌អីខ្លះហើយព្រះពុទ្ធលោកសម្ដែងទៀតថាអ្នកដឹកនាំត្រូវមានព្រហ្មវិហារធម៌ត្រូវមានមេត្តាមានករណាមានមុទិតាមានឧបេក្ខាពេលខ្លះក៏ត្រូវអាណិតអសូរអាណិតទៅប៉ុន្តែបើបុគ្គលមិនគោរពច្បាប់ក៏ត្រូវមានឧបេក្ខាចិត្តខ្លះដែរមិនត្រូវទេឲ្យតែគ្នាអញទៅលើកលែងទោសទាំងអស់ហ្នឹងមេត្តាទាំងអស់ទាំងចោលទាំងអ្នកប្រព្រឹត្តអ្នកមិនមែនជាគ្នាអញហ្នឹងមិនបាច់ទេតើលែងមានមេត្តាហ្នឹងអត់បានទេត្រូវតែមានមេត្តាហើយអាណិតហើយមានករណាសន្តោសប្រកបនៃត្រេកអរចំពោះពលរដ្ឋយើងដែលវិរិយចម្រើនហើយមានមុទិតាធម៌មានឧបេក្ខាធម៌ត្រូវជួយកណ្ដាលតាំងចិត្តជាកណ្ដាលថាអ្នកនេះធ្វើខុសសំបីតែជាចិត្តស្និទ្ធរបស់យើងប៉ុណ្ណាក៏ត្រូវឲ្យគោរពឲ្យច្បាប់ជាអ្នកចាត់ចែងមិនមែនទៅឃីទៅពួកអ្នកខុសឲ្យតែគ្នាអញនឹងឃីការពារទាំងអស់អានឹងមិនមែនឧបេក្ខាធម៌ទេហើយពុទ្ធទ្រង់សម្ដែងទៀតថាត្រូវមាននាយកធម៌ទាំង6យ៉ាងនាយកធម៌បានធម៌របស់អ្នកដឹកនាំធម៌ជាប្រមុខធម៌ដែលអ្នកដឹកនាំនឹងត្រូវយកមកគោរពមុនគេក្នុងនាមដែលពេលបានទូនាទីនឹងហើយដើម្បីឲ្យប្រទេសជាតិរីកចម្រើនដោយម្ចាស់សំណួរសួរណាថាតើមកពីខាងណាមកពីពលរដ្ឋឬមកពីអ្នកដឹកនាំចម្លើយរបស់អាត្មាចម្លើយរបស់ពុទ្ធសាសនាគឺថាទាំងពលរដ្ឋទាំងអ្នកដឹកនាំត្រូវមានសាមគ្គីធម៌នឹងគ្នាព្រោះពុទ្ធលោកត្រាស់សម្ដែងទៅសាមគ្គីណាំងតបោសុខោថាសាមគ្គីនៃពួកក្រុមការរួបរวมនៃពួកក្រុមវានាំមកសេចក្តីសុខមិនអាចថាពលរដ្ឋតាមយ៉ាងទៅអ្នកដឹកនាំតាមយ៉ាងមិនរួបរวมគ្នាទេអត់មានសេចក្តីសុខទេនឹងជាចម្លើយរបស់ខ្ញុំកណ្ណាអាត្មាដូច្នេះហើយម្ចាស់សំណួរមិនដឹងថាទទួលបានឬយ៉ាងណាទេប៉ុន្តែនឹងគឺជាលទ្ធភាពសមត្ថភាពដែលអាត្មាអាចឆ្លើយបានហើយសង្ឃឹមថាបើសិនតែមានខុសឆ្គងយ៉ាងណាសង្ឃឹមថាសាធុសប្បុរសលោកជួយបំពេញបន្ថែមហើយនឹងបន្ថែមរិះគន់ស្ថាបនាដោយក្តីអនុគ្រោះព្រោះលោកអ្នកចេះដឹងមានច្រើនកាលណាបើអាត្មានិយាយទៅវាអាចប៉ះពាល់ឬខ្វះចន្លោះឬក៏ម្ចាស់សំណួរមិនពេញចិត្តយ៉ាងណាសូមការអនុគ្រោះហើយអាចជួយបំពេញបន្ថែមដើម្បីបានរៀនសូត្រទាំងអស់គ្នាព្រោះខ្ញុំកណាក៏មិនមែនជាអ្នករៀនសូត្រអីចេះដឹងអីទេប៉ុន្តែនឹងគឺជាការពិចារណាដោយសារមានសំណួរមកហើយក៏ព្យាយាមឆ្លើយតែវាមានត្រូវខ្លះខុសខ្លះដូច្នេះសង្ឃឹមថាម្ចាស់សំណួរបេះដូងខ្មែរដែលបានផ្ញើសំណួរមកកាលពីថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2015នឹងបានទទួលចម្លើយពេញចិត្តចាំសរសេរឆ្លើយតបទៀតចុះសូមអរគុណនិងសូមអរគុណសូមជូនពរដល់បងប្អូនសាធុសប្បុរសប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook អស់លោកអ្នកដែលបានស្ដាប់បានទទួលនូវជោគជ័យពីបរិសុទ្ធសន្តិភាពគ្រប់ប្រការសូមអរគុណនិងសូមអរគុណ